យើងតែងតែលើឡើងថាកើតចាស់ឈឺស្លាប់គឺជាច្បាប់ធម្មជាតិកើតឡើងមកយើងឃើញទាំងអស់គ្នានៅលើសកលលោកនេះប្រទេសខ្លះគឺជាប្រទេសមហាអំណាចប្រទេសខ្លះគឺជាប្រទេសមួយដែលអាយ៉ងប្រទេសមួយផ្សេងទៀតប្រទេសខ្លះទៅគឺជាប្រទេសមួយដែលមានជីវភាពធូរធារប្រជាជនមានកម្រិតការអប់រំយុត្តិធម៌សង្គមនិងសុខាភិបាលភាពនឹងគឺគិតគូរមែនទែនរីឯប្រទេសនៅលើពិភពលោកផ្សេងទៀតដែលជាប្រទេសក្រីក្រធ្វើឲ្យប្រជាជននឹងក្រីក្រយុត្តិធម៌សង្គមសុខាភិបាលភាពពេទ្យអីហ្នឹងប្តឹងផ្ដាល់គ្នាហ្នឹងហើយការអប់រំហ្នឹងវាអត់បានឆ្លុះបញ្ចាំងទៅកម្រិតជីវភាពរបស់ប្រជាជនដែលកើតមកប្រុចមកទទួលបានយុត្តិធម៌សង្គមពេទ្យសុខុមាលភាពសមរម្យហើយការអប់រំមួយមានភាពច្បាស់លាស់និងបានផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនទេប៉ុន្តែនេះវាគឺជាគេហៅថាបរិបទពិភពលោកទៅហើយអ្វីដែលសំខាន់យើងក្នុងនាមជាអ្នកដែលកើតមកប្រុចនៅលើភពផែនដីហ្នឹងយើងកុំទុកឲ្យកូនចៅរបស់យើងស៊ូថាហេតុអ្វីបានជាមិនធ្វើអ្វីសោះសម្រាប់ប្រទេសជាតិហេតុអ្វីបានជាអ្នកមិនធ្វើអ្វីសោះសម្រាប់ប្រទេសជាតិពីព្រោះយើងដឹងថានៅពេលដែលយើងតែងតែបន្ទោសចាស់ៗដែលបានស្លាប់ទៅពីព្រោះអវបធរដែលរស់គេកប់ហើយងាប់គេកាយហ្នឹងគឺបន្ទោសទៅដល់អ្នកងាប់បន្ទោសទៅដល់ដូនតាតែក្នុងនាមយើងជាអ្នកដែលរស់នៅហ្នឹងត្រូវឈរចំហថាតើពួកកូនចៅរបស់យើងហ្នឹងត្រូវធ្វើម៉េចអកត់ថាពួកគាត់នឹងនិយាយដោយមានមោទនភាពថាចំនួនដូនតាបានរួបរวมគ្នាហើយបានទុកកម្ពុជាដែលទំនើបដែលស៊ីវិល័យប្រសើរជាងមុនឲ្យពួកយើងដែលជាកូនចៅយើងសង្ឃឹមយ៉ាងមុតមមថាកម្ពុជាយើងនឹងធ្វើយ៉ាងដូចនេះដូច្នេះសូមគិតម្ដងទៀតសូមរួបរวมគ្នាម្ដងទៀតសូមក្រោកឈរម្ដងទៀតដើម្បីកម្ពុជាកុំសួរថាកម្ពុជាជំពាក់អ្នកអ្វីសូមសួរខ្លួនឯងថាអ្នកបានសងគុណកម្ពុជាហើយឬនៅអ្នកបានសងគុណកម្ពុជាហើយឬនៅកុំឲ្យការខ្វែងគំនិតคล้ายទៅជាការបែកបាក់កុំឲ្យការប្រកួតប្រជែងคล้ายទៅជាការបំផ្លាញកុំឲ្យផលប្រយោជន៍បុគ្គលធំជាងផលប្រយោជន៍ជាតិប្រទេសដែលខ្លាំងមិនមែនដោយសារមានប្រជាជនគិតដូចគ្នាទេប៉ុន្តែដោយសារមានប្រជាជនដែលចេះដាក់កម្ពុជាឲ្យធំជាងពាក្យ3ម៉ាត់ឲ្យធំជាងពាក្យខ្ញុំឲ្យធំជាងពាក្យយើងឲ្យធំជាងអញឲ្យធំជាងពាក្យអញតែម្នាក់ឯងឲ្យធំជាងពាក្យតែ3ម៉ាត់ទេខ្ញុំយើងនិងអញបើអ្នកស្រឡាញ់កម្ពុជាសូមគិតម្ដងទៀតមុននឹងនិយាយពាក្យដែលបំបែកបំបាក់ជាតិសូមគិតម្ដងទៀតមុននឹងចែករំលែកនៅព័ត៌មានដែលបង្កភាពនៅស្អប់ខ្ពើមការរើសអើងព័ត៌មានខ្លាំងៗសូមគិតម្ដងទៀតមុននឹងសម្រេចចិត្តដែលអាចបង្កផលប៉ះពាល់ទៅដល់អនាគតជាតិព្រោះជ័យជំនះពិតប្រាកដមិនមែនជាជ័យជំនះរបស់បុគ្គលឬក្រុមណាមួយទេជ័យជំនះពិតប្រាកដគឺនៅពេលដែលកម្ពុជារឹងមាំប្រជាជនរស់នៅដោយសេចក្តីថ្លៃថ្នូរនិងកូនចៅមានអនាគតល្អប្រសើរជាងបច្ចុប្បន្នដូច្នេះមុននឹងអ្នកធ្វើអ្វីមួយសូមគិតម្ដងទៀតដើម្បីកម្ពុជាព្រោះកម្ពុជាមានតែមួយហើយយើងទាំងអស់គ្នាគឺជាអ្នកទទួលខុសត្រូវចំពោះអនាគតរបស់ជាតិបាទសូមអរគុណ